សួស្តីបងប្អូនថ្ងៃនេះថ្ងៃទី12អីហើយយើងមកធ្វើការសវិសម៉ូតូទាំងអស់គ្នាទាំងខ្ញុំទាំងបងកំពុងតែមើលកុំភ្លេចសវិសម៉ូតូគឺសំខាន់ណាបងបើសិនជាបងអត់សវិសទេប្រយ័ត្នលុបតែថ្ងៃនេះយើងធ្វើការដូរទឹកប្រាច់និស្ស័យហេតុអីបានខ្ញុំហៅថាទឹកនេះជាប្រភេទទឹកប្រាច់និស្ស័យបងអាចជីកមើលបានវាដកទៅដល់45 អង្សាសេសម្រាប់ម៉ាស៊ីនដែលក្តៅអញ្ចឹងណាអញ្ចឹងវាជួយដកកម្ដៅបានល្អអញ្ចឹងខ្ញុំប្រើជាមួយនឹងប្រភេទ Verse បែបនេះហើយមួយទៀតដែរបងមានឃើញទីគេមូមានសំណាញ់មានអីសម្រាប់ឈ្មោះវាដែលបងហៅធម្មតាហៅថាតម្រងប្រេងអញ្ចឹងណាសម្រាប់ភាសាយើងទូទៅក៏គេហៅតម្រងប្រេងម៉ាស៊ីនដែរតែបើយើងនិយាយពាន់មួយមនុស្សហ្មងអាហ្នឹងគេហៅកលៀនបងប្អូនតួនាទីរបស់វាគឺចម្រោះប្រេងកុំឲ្យមានកតិកទីចូលទៅដល់ក្នុងប៊ីស្តុងនៅពេលដែលមានកតិកទីចូលដល់ប៊ីស្តុងដូចបាល់កន្លះរបស់យើងវាធ្វើឲ្យម៉ាស៊ីនយើងវាឆាប់រីកទល់ឆាប់សឹកកវ៉ាត់ឆាប់អីចឹងវាធ្វើឲ្យម៉ូតូយើងកុបពេហើយតម្រងនេះដែរគឺជាប្រភេទតម្រងរបស់ Line Speed បង Line Speed ដែលទៅមិនចេញជាប្រភេទសំណាញ់នេះជាប្រភេទសំណាញ់មកហើយបងអាចឆែកមើលសាច់វាបានគឺញុកឆ្មេតែម្ដងវាមិនមែនជាប្រភេទกระดาษហើយអញ្ចឹងអានេះសម្រាប់ថាបងដាក់បំប្រេងលេងខ្លាចបំប្រេងលេងហ្នឹងវាបំប្រេងខ្លាំងពេកវាធ្វើឲ្យបែកกระดาษតម្រងប្រេងមកបងដែលបងដាក់រដងស៊ីនណាបងអាចដូរមកប្រើប្រភេទរងសំណាញ់នេះបាននេះខ្ញុំទិញមកប្រើប្រាស់ខ្លួនឯងមិនមែនជាខ្ញុំអ្នកលក់អីទេគាត់ថាខ្ញុំចង់ sharing គុណភាពហើយអានេះដែរគឺខ្ញុំតេស្តប្រើទីហើយក៏ខ្ញុំបាន suggestion មកពីជាងមកពីពួកម៉ាក់ខ្ញុំគេតបប្រើគេថាប្រើល្អហើយបើសិនជា warranty វិញអាចនឹងថាប្រើបានមួយជីវិតមានកតិកទីអីបងអាចដាក់សាំងលាងបានអញ្ចឹងពីលាងហើយអាចរនេះវានៅល្អប្រើបងអាចដាក់ប្រើវិញបានបើសិនយើងម្ដងប្រេងស៊ីនគឺបងតែដាក់ហើយគឺត្រូវតែដូរហើយអញ្ចឹងធ្វើឲ្យបងខាតតែបើសិនជាបងទិញអានេះវាចំណេញឧទាហរណ៍ថាបោះស៊ីនបងដាក់ប្រេងសិនម្ដងបងដូរម្ដងតែនេះអត់ទេដូរប្រេងសិន3 ដងអីទៅ4 ដងអីអានេះអត់តខូចទេយើងលាងយើងដាក់ប្រើបានអាហ្នឹងអ្វីដែលខ្ញុំគិតណាព្រោះសារជាក់ស្ដែងវាសំណាញ់គិតថាវាអាចនឹងលាងហើយយើងអាចប្រើប្រាស់បានតែអាស្រ័យទៅលើបងប្អូនឬក៏ចំណង់ចំណូលចិត្តបងប្អូនដែលធ្លាប់ប្រើបងមានបទពិសោធន៍ប្រើពីមុនមកបែបណាបងប្រើតាមហ្នឹងទៅប៉ុន្តែសម្រាប់ខ្ញុំនេះខ្ញុំដាក់តេស្តមើលសិនទេអញ្ចឹងណាបងបើសិនជាវាទៅជាយ៉ាងណាចាំខ្ញុំហោះចែកជូនមកបងទៀតតែឥឡូវនេះគឺខ្ញុំធ្វើការដូរបន្តិចសិនជាមួយនឹងកលៀន Line Speed ហើយជាមួយនឹងទឹកផ្ដាច់និស្ស័យ Verse នេះបងប្អូនទឹកបដូរនិស្ស័យនេះគេហៅថាទឹកបដូរនិស្ស័យចាស់យើងបានប្រហោចេញមកវិញហើយមេយើងបានប្រហោចេញវិញហើយតែគេចំដាក់ទឹកបដូរនិស្ស័យថ្មីតមួយឥឡូវនេះគឺយើងធ្វើការចាក់ទឹកផ្ដាច់និស្ស័យចូលបាទចាក់ទឹកផ្ដាច់និស្ស័យចូលហើយបាហេកូនប៉ាចាំថ្មីជួយចឹងដល់ smooth សោះនេះមួយនេះតម្រងប្រេងមួយនេះតម្រងប្រេងស៊ីនគឺវាប្រភេទกระดาษបែបហ្នឹងឥឡូវនេះយើងធ្វើការដាក់តម្រងប្រេងលេងរបស់ Line Speed ដែលសំណាញ់ខ្ញុំបង្ហាញមុននឹងអញ្ចឹងណាឥឡូវខ្ញុំដាក់ចូលហើយជាមួយតេស្តមើលមួយរយៈថាវាគុណភាពបែបណាខ្ញុំអាប់ដេតជូនអ្នកទាំងអស់គ្នាទៀតកុំឲ្យថារបស់មិនល្អចេះ suggestion ឲ្យបងអត់ទេតែបើសិនបើកុបពេម៉ាស៊ីនខ្ញុំបានតែនិយាយលេងនេះរិញវាឡើងញឹកមកជាមួយបកឲ្យមើលណានេះអូញឹកខ្លាំងអែមលឹបអូយេ